វាសជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាចាសូមស្វាគមន៍មកកាន់ SRR Days ហើយថ្ងៃនេះដែរនាងខ្ញុំមានវីដេអូថ្មីតាក់ទងជាមួយនឹងវីដេអូការវិឆ្នាំទៅពុកម៉ែបងប្អូនចាការហ្នឹងដូចជានាងខ្ញុំបានទៅចូលរួមជាមួយនឹងសន្និបាតរបស់សសកនៅទឹកដីខេត្តបាត់ដំបងចាហើយវាក៏ជាលើកទី1របស់នាងខ្ញុំដែលបានទៅចូលរួមសន្និបាតរបស់សសកហើយក៏បានទៅដល់ខេត្តឆ្ងាយជាខេត្តដែលល្បីល្បាញខាងកសិកម្មណាពុកម៉ែបងប្អូនចាចាហើយយើងពេលដែលយើងជិះទៅហ្នឹងគឺយើងអត់ទាន់ទៅដល់ទីតាំងដែលយើងត្រូវចូលរួមសន្និបាតទេគឺយើងត្រូវចូលលេងភ្នំបណ្ណន់សិនពុកម៉ែបងប្អូនចាយើងត្រូវទិញសំបុត្រដើម្បីចូលជិះជាមួយនឹងឡូរីមើលទេសភាពព្រៃភ្នំអញ្ចឹងណាហើយកន្លែងភ្នំបណ្ណន់ដែលយើងត្រូវជិះឡូរីហ្នឹងគឺទេសភាពស្អាតពុកម៉ែបងប្អូនចាហើយការរៀបចំរបស់គាត់ទៀតសោតគឺស្អាតតាក់ទាញភ្នែកមែនតើចាហើយបើយើងទៅដល់បាត់ដំបងហើយយើងអត់បានទៅជិះឡូរីទេមានអារម្មណ៍ថាស្ដាយក្រោយណាចាដោយសារតែឃើញវាស្អាតពេកពុកម៉ែបងប្អូនចាអញ្ចឹងសូមតាមដានជាមួយនឹងនាងខ្ញុំនៅសកម្មភាពបន្តមកនិយាយពីទេសភាពនៅតាមផ្លូវធ្វើដំណើររបស់ឡូរីហ្នឹងពុកម៉ែបងប្អូនអាចមើលបានគឺឃើញមានដើមឈើធំតូចចាហើយមានភ្នំមានអីចឹងណាហើយមានផ្កាមានអីចឹងទៅនឹងហើយឡូរីគេហ្នឹងវែងពុកម៉ែបងប្អូនហើយក៏ឆ្ងាយដែរចឹងណាតម្រាំទៅដល់កន្លែងមានសួនផ្កាមានអីទៀតចឹងពុកម៉ែបងប្អូនហើយនៅនោះទៅដល់ទីតាំងហ្នឹងមានកន្លែងគេលក់ដូរមានបុកល្ហុងប្រចាំខេត្តបាត់ដំបងពុកម៉ែបងប្អូនសម្រាប់ទឹកដីខេត្តបាត់ដំបងគឺអំណោយផលទៅលើវិស័យកសិកម្មហើយប្រភេទម្ហូបហ្នឹងក៏ឆ្ងាញ់ចាហើយកន្លែងកំសាន្តហ្នឹងក៏ស្អាតទៀតចឹងពុកម៉ែបងប្អូនបើសិនជាយើងអាចចំណាយពេលក្នុងមួយសប្តាហ៍នៅទីនោះណាគឺថាយើងអាចដើរសពទីកន្លែងរបស់គេចឹងពុកម៉ែបងប្អូនចាជិះឡូរីគយគុណផ្កាតាមដងផ្លូវពុកម៉ែបងប្អូនមើលទៅទទួលបានរសជាតិជីវិតថ្មីចឹងណាហើយឃើញថាផ្កានៅតាមដងផ្លូវពណ៌លឿងមិនចាញ់ស្រុកគេទេពុកម៉ែបងប្អូនចាអញ្ចឹងយើងក៏មកដល់ទីតាំងសួនផ្កាហើយចាអញ្ចឹងសូមតាមដានជាមួយនឹងនាងខ្ញុំបន្តទៀតចាចឹងពេលដែលចូលទៅដល់ក្នុងគឺតិចចិត្តតិចភ្នែកណាពុកម៉ែបងប្អូននៃសារតែបានឃើញការរៀបចំដ៏ល្អចង់និយាយថាល្អឥតខ្ចោះតែម្ដងពុកម៉ែបងប្អូនចាហើយនិយាយទៅនៅតំបន់សួនផ្កាហ្នឹងគឺមានកន្លែងថតរូបស្អាតច្រើនណាស់ចាមានកន្លែងសួនផ្កាមានកន្លែងចិញ្ចឹមសត្វមានកន្លែងចិញ្ចឹមត្រីមានកន្លែងជិះកង់កំសាន្តមានកន្លែងបាញ់ព្រួញអញ្ចឹងណាពុកម៉ែបងប្អូនចាហើយនេះគឺជាផ្កាសួនផ្កាពណ៌លឿងនាងខ្ញុំក៏អត់ស្គាល់ដែរថាជាផ្កាអ្វីហើយនេះគឺជាសត្វជាមហ្នឹងហើយសត្វជាមគឺធាត់ណាហើយចូលចិត្តស៊ីស្មៅហ្នឹងហើយឥឡូវខាងសួនក៏គាត់បានរៀបចំដាក់ស្មៅឲ្យចាហើយផ្កានេះអត់ដឹងនិយាយទៅនេះខ្ញុំអត់ស្គាល់ផ្កាហ្នឹងតែម្ដងប៉ុន្តែមើលទៅឃើញស្អាតចាហើយនេះត្រីនៅក្នុងស្រះគេអញ្ចឹងណាដូចជាត្រីទីលាប់យ៉ាឬក៏ត្រីឆ្ពិននាងខ្ញុំក៏អត់ស្គាល់ដែរចាហើយប៉ុន្តែឃើញត្រីពីរនោះគឺពណ៌សខុសគេអញ្ចឹងណាចាអញ្ចឹងនៅពេលដែលយើងបានដើរកំសាន្តបានជិះឡូរីអីមើលទេសភាពអីស្អាតអស់ហើយទៅមើលសួនផ្កាអីចប់ហើយអស់ពួកយើងក៏រៀបចំចេញដំណើរមករកទីតាំង
គេងអញ្ចឹងណាពុកម៉ែបងប្អូនព្រោះដោយសារតែល្ងាចហើយអញ្ចឹងគាត់មកដល់ក្នុងក្រុងគឺរៀងជួបបាត់ហើយពុកម៉ែបងប្អូនចាអញ្ចឹងអត់ទាន់បានហូបអីទេក៏រៀបចំដាក់បង្វិចហ្នឹងទុកនៅកន្លែងគេងហើយក៏បន្តតាណាឡើងលើស្ពានគេហៅថាស្ពានដងស្ទឹងសង្កែណាពុកម៉ែបងប្អូនចាក៏ជាកន្លែងមួយដែលល្បីល្បាញដែរនៅក្នុងខេត្តបាត់ដំបងចាទេសភាពពេលយប់គឺស្អាតណាពុកម៉ែបងប្អូនចាហើយខ្យល់បក់មកប្របជាមួយនឹងមាត់ទឹកអញ្ចឹងខ្យល់ត្រជាក់ល្ហឹមចាហើយក៏យើងមកដល់កន្លែងញ៉ាំអីអញ្ចឹងពុកម៉ែបងប្អូនចាមកដល់កន្លែងគេហូបអីហ្នឹងក៏បានឃើញពូលនេះវាតំណងពេកពុកម៉ែបងប្អូនមើលទៅវាមានគ្រប់ពណ៌ណាអីមើលទៅចម្លែកចាអំពូលនេះនាងខ្ញុំទៅមិនឃើញលើកទី1ទេចាអញ្ចឹងក៏កាត់ដាក់ចូលទៅក្នុងវីដេអូទៅចាហើយសម្រាប់ស្អែកឡើងយើងក៏បានទៅចូលរួមជាមួយនឹងសន្និបាតរបស់សសករហូតដល់ល្ងាចឡើងបានយើងធ្វើដំណើរត្រឡប់មកវិញចាមកភ្នំពេញហើយក៏ធ្វើដំណើរទៅតាមផ្ទះរៀងៗខ្លួនចាអញ្ចឹងវីដេអូរបស់នាងខ្ញុំមានតែប៉ុណ្្នឹងទេសម្រាប់ចែករំលែកចាសង្ឃឹមថាពុកម៉ែបងប្អូននឹងពេញចិត្តនឹងនៅតែជួយគ្រប់គ្រងនៅវីដេអូថ្មីបន្តទៀតចាអរគុណច្រើន